ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីរាប់អានថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់និយាយអំពីអត្ថកម្បាននៃការបង្កើតលុយដុល្លារនិងឥទ្ធិពលមហិមារបស់ធនាគារកណ្ដាលអាមេរិក SED លើសេដ្ឋកិច្ចពិភពលោកមុននឹងឈានចូលសម្រាយនឹងវិភាគនៅអត្ថបទទាំងមូលនេះខ្ញុំសូមមេត្តាអធ្យាស្រ័យខន្តីអភ័យទោសដល់បងប្អូនជាទីរាប់អានទាំងអស់គ្នាឲ្យបានដឹងថាដោយសារបញ្ហាសំឡេងរបស់ខ្ញុំគឺនិយាយអត់សូវច្បាស់និងនិយាយយឺតពីកំណើតសូមបងប្អូនមេត្តាកុំប្រកែកប្រកាន់រូបខ្ញុំអីឥឡូវនេះកុំឲ្យខាតពេលយូរយើងចូលទៅប្រធានបទទាំងអស់គ្នាដូរទៅនៅពេលដែលអាមេរិកកណ្ដាលពិភពលោកនៅពេលអាមេរិកកណ្ដាលពិភពលោកនឹងឆ្លងដាស់សាយនេះជាសម្ដីដ៏ល្បីល្បាញក្នុងវិស័យសេដ្ឋកិច្ចដែលឆ្លងបញ្ចាំងពីការពិតជាក់ស្ដែងនាពេលបច្ចុប្បន្ននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិតាមគ្មានស្ថាប័នណាដែលមានអំណាចឥទ្ធិពលខ្លាំងជាងធនាគារកណ្ដាលអាមេរិក Federal Reserve ឬហៅកាត់ថា FED នោះឡើយសៀវភៅណាអត្ថបទនេះចង់វិភាគដីអំពីអត្ថបទអត្ថកម្បាននៃការបង្កើតលុយដុល្លារនិងឥទ្ធិពលរបស់ FED លើសេដ្ឋកិច្ចពិភពលោកនេះត្រូវបានរៀបចំឡើងដើម្បីលាតត្រដាងពីយន្តការសម្ងាត់នៃការបង្កើតលុយដុល្លារនិងពន្យល់ជាជំហានថាហេតុអ្វីបានជាការសម្រេចចិត្តដំឡើងឬបញ្ចុះអត្រាការប្រាក់ត្រឹមតែប្រមាណភាគរយរបស់ FED អាចបង្កជាជុះសន្យាហិរញ្ញវត្ថុប៉ះពាល់ដល់តម្លៃទំនិញអត្រាដូរប្រាក់និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកកថាខណ្ឌទី1ឋានៈជាដាច់លុយរបស់ដុល្លារអាមេរិកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកលដើម្បីយល់ពីឥទ្ធិពលរបស់ FED មុនដំបូងយើងត្រូវយល់ពីឋានៈពិសេសរបស់លុយដុល្លារអាមេរិកជាមុនសិនចាប់តាំងពីកិច្ចព្រមព្រៀងBretton Woods ឆ្នាំ1944មកលុយដុល្លារបានក្លាយជារូបិយប័ណ្ណបម្រុងសកលដែលមានន័យថារាល់ការជួញដូរអន្តរជាតិសំខាន់ដូចជាការទិញលក់ប្រេងកាតមាសសូវសាឡីនិងបច្ចេកវិទ្យាសុទ្ធតែត្រូវបានទូទាត់ជាលុយដុល្លារលើពីនេះធនាគារកណ្ដាលនៃប្រទេសភាគច្រើនលើលោកតែងតែរក្សាទុកលុយដុល្លារជាទ្រព្យសម្បត្តិបម្រុងជាតិដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចខ្លួនហេតុដូច្នេះហើយការកើនឡើងឬធ្លាក់ចុះនៃបរិមាណលុយដុល្លារនៅក្នុងប្រព័ន្ធការងារមិនមែនប៉ះពាល់នៅក្នុងសហរដ្ឋអាមេរិកនោះទេប៉ុន្តែវាជាឥទ្ធិពលផ្ទាល់ដល់តម្លៃទំនិញនិងទំហំពាណិជ្ជកម្មទូទាំងសកលលោកកថាខណ្ឌទី3កថាខណ្ឌទី2 តួនាទីរបស់ធនាគារកណ្ដាលអាមេរិក
LED នឹងយន្តការនៃការបង្កើតលុយធនាគារកណ្ដាលអាមេរិក LED មិនមែនជាធនាគារពាណិជ្ជកម្មធម្មតានោះទេធនាគារពាណិជ្ជធម្មតានោះទេប៉ុន្តែជាស្ថាប័នឯករាជ្យដែលមានអំណាចតែមួយគត់ក្នុងការបោះពុម្ពនិងគ្រប់គ្រងបរិមាណលុយដុល្លារនៅលើទីផ្សារខុសពីប្រទេសដទៃទៀតដែលការបោះលុយទៅការធនាគារដោយធ្វើការធានាដោយមាសឬទ្រព្យសកម្មរឹងមាំ FED បង្កើតលុយដុល្លារចេញពីសេចក្តីទុច្ចរិតតាមរយៈការទិញគណនីបំណុលរដ្ឋាភិបាលឬការបញ្ចូលលេខកូដឌីជីថលទៅក្នុងប្រព័ន្ធធនាគារនៅពេលដែល FED ចំបញ្ចូលលុយទៅក្នុងសេដ្ឋកិច្ចពួកគេគ្រាន់តែទិញបានបំណុលពីធនាគារនីមួយនានារួចបញ្ចូលលុយអេឡិចត្រូនិកទៅឲ្យធនាគារទៅនោះដែលនេះជាការបង្កើតលុយថ្មីសាលាមួយដោយមិនបាច់ប្រើម៉ាស៊ីនបោះពុម្ពគិតกระดาษឡើយកថាខណ្ឌទី3អត្រាការប្រាក់និងខ្សែបញ្ជូនឥទ្ធិពលរបស់វាឧបករណ៍ដ៏មានឥទ្ធិពលបំផុតដែល LED ប្រើប្រាស់ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចគឺអត្រាការប្រាក់គោលដែលជាអត្រាការប្រាក់ដែលធនាគារពាណិជ្ជប្រើប្រាស់សម្រាប់ខ្ចីលុយគ្នាទៅវិញទៅមកក្នុងរយៈពេលមួយយប់ទោះបីវាជាការប្រាក់រវាងធនាគារនិងធនាគារក៏ដោយប៉ុន្តែជាបន្ទាត់វាស់វែងសម្រាប់អត្រាការប្រាក់ដទៃទៀតទាំងអស់ដូចជាការប្រាក់កម្ចីទិញផ្ទះទិញឡានការអន្តទាននិងកម្ចីអាជីវកម្មនៅពេលដែល FED កែប្រែការប្រាក់នេះវានឹងបង្កើតជាប្រតិកម្មចង្វាក់ទៅលើថ្លៃដើមនៃការខ្ចីលុយរបស់មនុស្សគ្រប់រូបនិងគ្រប់ក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិកភ្លាម កថាខណ្ឌទី4អ្វីដែលកើតឡើងនៅពេល FED ដំឡើងការប្រាក់នៅពេលដែលសេដ្ឋកិច្ចអាមេរិកឡើងកម្ដៅខ្លាំងឬមានកម្រិតអតិផរណាទំនិញឡើងថ្លៃខ្ពស់ FED នឹងសម្រេចចិត្តដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់ការចំណាយការធ្វើបែបនេះធ្វើឲ្យការខ្ចីលុយយកទៅរកស៊ីឬចាយវាមានតម្លៃកាន់តែថ្លៃដែលបង្ខំឲ្យមនុស្សកាត់បន្ថយការចំណាយនិងងាកមកសន្សំលុយវិញដើម្បីទទួលបានការប្រាក់ខ្ពស់សម្រាប់សេដ្ឋកិច្ចពិភពលោកនៅពេលប្រាក់អាមេរិកឡើងខ្ពស់វានឹងទាក់ទាញវិនិយោគអន្តរជាតិឲ្យដកលុយពីប្រទេសផ្សេងៗជាពិសេសប្រទេសកំពុងអភិវឌ្ឍរួចយកមកទិញប័ណ្ណបំណុលអាមេរិកដើម្បីទទួលបានផលចំណេញខ្ពស់និងសុវត្ថិភាពការរត់ចេញនៃទុននេះដើម្បីលុយដុល្លារឡើងថ្លៃខ្លាំងខណៈពេលដែលរូបិយប័ណ្ណនៃប្រទេសផ្សេងៗត្រូវធ្លាក់ថ្លៃចុះកថាខណ្ឌទី5អ្វីដែលកើតឡើងនៅពេល FED បញ្ចុះការប្រាក់ទុយទៅវិញនៅពេលដែលសេដ្ឋកិច្ចជួបវិបត្តិឬដើរថយក្រោយ FED នឹងប្រើប្រាស់យុទ្ធសាស្ត្របញ្ចុះអត្រាការប្រាក់គិតដល់ 0% ដើម្បីជំរុញការញើសឡើងវិញនៅពេលការប្រាក់ទាបការខ្ចីលុយមានតម្លៃថោកខ្លាំងដែលលើកទឹកចិត្តឲ្យក្រុមហ៊ុន
នាជ័យលុយពង្រីកអាជីវកម្មនិងយុទ្ធវជនជ័យលុយទិញផ្ទះទិញឡានដែលបង្កើតឲ្យមានលំហូរលុយយ៉ាងច្រើននៅលើទីផ្សារសម្រាប់ពិភពលោកលំហូរលុយដុល្លារដែលមានតម្លៃថោកនេះនឹងហូរចេញពីអាមេរិកទៅកាន់ប្រទេសនានាដើម្បីស្វែងរកផលចំណេញដែលខ្ពស់ជាងដែលជួយជំរុញឲ្យតម្លៃភាគហ៊ុនអចលនទ្រព្យនិងរូបិយប័ណ្ណនៃប្រទេសដទៃឡើងថ្លៃតែវាក៏ងាយបង្កើតជាពពុះសេដ្ឋកិច្ចផងដែរកថាខន្ទីទី6បទភូតការនាំចេញអតិផរណារបស់អាមេរិកទៅកាន់ពិភពលោកឥទ្ធិពលដ៏គ្រោះថ្នាក់បំផុតមួយនៃការឡើងថ្លៃនៃលុយដុល្លារដោយសារ FED ដំឡើងការប្រាក់គឺការបង្ខំឲ្យប្រទេសដទៃទទួលរងអតិផរណានាំចូលដោយសារតែរដ្ឋការទិញប្រេងនិងតំណែងអន្តរជាតិត្រូវទូទាត់ជាដុល្លារប្រទេសដែលប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដូចជាប្រាក់បាតរៀលឬដុល្លារទើបចំណាយលុយក្នុងស្រុកកាន់តែច្រើនដើម្បីដូរយកដុល្លារទៅទិញទំនិញដែលនោះដែលធ្វើឲ្យទំនិញក្នុងប្រទេសរបស់ពួកគេឡើងថ្លៃភ្លាមបន្ថែមលើនេះប្រទេសកំពុងអភិវឌ្ឍដែលមានបំណុលជាលុយដុល្លារត្រូវប្រឈមមុខនឹងបន្ទុកសងបំណុលកាន់តែធ្ងន់ធ្ងរដែលអាចដឹកនាំទៅរកវិបត្តិហិរញ្ញវត្ថុឬការខ្សែធនថ្នាក់ជាតិទៀតផងកថាខណ្ឌទី7ក៏ដូចជាកថាខណ្ឌចុងក្រោយដែរភាពទាន់ច្រករបស់ធនាគារកណ្ដាលនៃប្រទេសដទៃក្នុងការសម្រេចចិត្តដោយសារតែអំណាចមហិមារបស់ FED ធនាគារកណ្ដាលនៃប្រទេសផ្សេងៗជុំវិញពិភពលោករួមទាំងធនាគារកណ្ដាលអឺរ៉ុបជប៉ុននិងធនាគារជាតិនៅកម្ពុជាមានជំរើសអ្វីក្រៅពីការរៀបចំគោលនយោបាយដើរតាម FED នោះឡើយនៅពេល FED ដំឡើងការប្រាក់បើទោះបីជាសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសមួយមិនទាន់ល្អក៏ដោយក៏ធនាគារកណ្ដាលរបស់ពួកគេត្រូវបង្ខំចិត្តដំឡើងការប្រាក់តាមដែរដើម្បីការពារកុំឲ្យលុយដើមទុនហូរចេញនិងការពារកុំឲ្យរូបិយប័ណ្ណជាតិធ្លាក់ថ្លៃខ្លាំងពេកភាពទាក់ទងគ្នាជាដាច់ខាតនេះបង្ហាញយ៉ាងច្បាស់ថាត្រូវការសម្រេចចិត្តរបស់ស្ថាប័ន FED តែមួយគឺមានតម្លៃស្មើនឹងការកំណត់ទិសដៅហិរញ្ញវត្ថុរបស់មនុស្សជាតិទូទាំងសកលលោកយោតាមសេចក្តីសន្និដ្ឋានរបស់ខ្ញុំជារួមមកអត្ថបទនៃការបង្កើតលុយដុល្លារមិនមែនស្ថិតនៅលើចំនួនកដាស់ប្រាក់ដែលត្រូវដោះពុម្ពនោះទេប៉ុន្តែវាស្ថិតនៅលើជំនឿទុកចិត្តជាសកលដែលមនុស្សលោតចំពោះសហរដ្ឋអាមេរិកការសម្រេចចិត្តដំឡើងឬបញ្ចុះអត្រាការប្រាក់របស់ FED គឺជាការបង្វិលចង្កូតចរន្តលុយទូទាំងសកលលោកដោយសារតែដុល្លារជាសរសៃឈាមនៃពាណិជ្ជកម្មអន្តរជាតិយន្តការនៃការរត់ចូលនិងរត់ចេញនៃលំហូរទុនតាមអត្រាការប្រាក់នេះគឺជាកត្តាកំណត់លំនឹងនៃសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍដែលទាមទារឲ្យយើងគ្រប់គ្នាធ្វើតែតាមដាននិងយល់ដឹងជាប្រចាំតាមអនុសាសន៍សម្រាប់របស់ខ្ញុំសម្រាប់សហគមន៍និងយុទ្ធវជនក្នុងប្រទេសដែលមានកម្រិតដុល្លាររូបនីយកម្មពោះដូចជាកម្ពុជាជាប្រទេសមួយដែលប្រើប្រាស់លុយដុល្លារយ៉ាង
សកម្មក្នុងសេដ្ឋកិច្ចដុល្លាររូបនៃកម្មដូច្នេះការប្រែប្រួលគោលនយោបាយ LED ជាឥទ្ធិពលលឿននិងខ្លាំងមកលើជីវភាពរបស់យើងដើម្បីការពារខ្លួននិងទាញយកប្រយោជន៍យុវជននិងម្ចាស់អាជីវកម្មគួរតាមដានតាមដានព័ត៌មានពី LED ឲ្យបានជាប់លាប់រាល់ការប្រកាសលទ្ធផលប្រជុំរបស់ LED ធ្វើឡើង8ដងក្នុងមួយឆ្នាំគួរតែត្រូវបានតាមដានព្រោះវានឹងកំណត់ទិសដៅនៃអត្រាការប្រាក់កម្ចីនិងអចលនទ្រព្យនៅកម្ពុជា2គ្រប់គ្រងកម្ចីដែលមានការប្រែប្រួលប្រសិនបើអ្នកមានកម្ចីធនាគារដែលមានការប្រាក់រត់តាមទីផ្សារទៅប្រុងប្រយ័ត្នខ្ពស់នៅពេល LED ដំឡើងការប្រាក់ខ្ពស់ព្រោះការបង់ប្រាក់ប្រចាំខែរបស់អ្នកនឹងកើនឡើងបើអាចគួរពិភាក្សាសំការប្រទេស3រក្សាកញ្ចប់លុយបំរុងជាលុយដុល្លារក្នុងពលករប្រាក់ខ្ពស់នៅពេលដែល LED ដំឡើងការប្រាក់ខ្លាំងលុយដុល្លារនឹងមានតម្លៃថ្លៃការរក្សាសាច់ប្រាក់ដុល្លារទុតបំរុងនឹងជួយរក្សាតម្លៃទ្រព្យសម្បត្តិរបស់អ្នកមិនឲ្យធ្លាក់ចុះបើធៀបនឹងទំនិញនាំចូល4ការកាត់បន្ថយបំណុលដែលមិនបង្កើតចំណូលក្នុងយុគសម័យដែលការប្រាក់ឡើងថ្លៃការបង្កើតចំណូលដើម្បីទិញសម្ភារៈប្រើប្រាស់ដែលរស់តម្លៃលឿនគឺជាការធ្វើអត្ថឃាតហិរញ្ញវត្ថុចូលប្រើប្រាស់អន្តទានសម្រាប់តែការវិនិយោគដែលបង្កើតផលចំណេញខ្ពស់ជាងអត្រាការប្រាក់ប៉ុណ្ណោះ5គាំទ្រការប្រើប្រាស់បរិយាចូលរួមប្រើប្រាស់បរិយាកាន់តែច្រើននឹងជួយពង្រឹងអំណាចដល់ធនាគារជាតិនៃកម្ពុជា NBC ក្នុងការប្រើប្រាស់គោលនយោបាយរូបិយវត្ថុផ្ទាល់ខ្លួនដើម្បីការពារសេដ្ឋកិច្ចជាតិដោយមិនចាំបាច់ពឹងផ្អែករងឥទ្ធិពលសន្សំពីការសម្រេចចិត្តរបស់ LED នោះឡើយឥឡូវនេះប្រធានបទដែលទៅមូដែលខ្ញុំបានបកស្រាយអំបានមិញនេះត្រូវបានសម្រាប់បញ្យោវិភាគបញ្ចប់ហើយសូមបងប្អូនមេត្តាអភ័យទោសម្ដងទៀតនៅសម្លេងបញ្ហាសម្លេងរបស់ខ្ញុំផងបើមានចំណុចខ្វះខាតឬខ្ញុំនិយាយមិនបាទចំណុចទៅណាសូមបងប្អូនcomment នៅក្នុងវីដេអូនេះចុះខ្ញុំនឹងរីករាយចែករំលែកចម្លើយដល់ជួយឆ្លើយចម្លើយដល់បងប្អូនជានិច្ចហើយមួយទៀតនៅ comment ខ្ញុំដាក់ link នៅខ្ញុំបានដាក់ link website នៅក្នុង comment វីដេអូនៅក្នុងវីដេអូរបស់ខ្ញុំសូមបងប្អូនទាំងអស់គ្នាមេត្តាជួយចុច link នៅក្នុង comment វីដេអូនេះដើម្បីចូលshare និង comment នៅក្នុង website account website លុយរបស់ខ្ញុំម្នាក់មួយផងខ្ញុំទាន់តែចាប់ដើមរកលុយបណ្ដាទេសូមបងប្អូនជួយ support គ្រប់គ្រងខ្ញុំផងអរគុណច្រើន